បាទសូមជម្រាបសួរប្រិមត្ត VDGT មេត្រីនៅថ្ងៃទី23ខែតុលានេះគឺជាខួបទី29នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយនៅក្នុងថ្ងៃនេះយើងនឹងធ្វើការសម្ភាសផ្ទាល់ជាមួយនឹងលោកសុនស្រនលោកសុនស្រនគឺជាស្ថាបនិកនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសដោយដែលអ្នកតាមដានមួយចំនួនព័ត៌ Facebook នេះហើយគឺលោកសុនស្រនបានធ្វើការ live ជារៀងរាល់ថ្ងៃតាក់ទងជាមួយនឹងសន្ធិសញ្ញាសន្តិភាពនេះហើយចង់ដឹងថាមូលហេតុអ្វីដែលជំរុញឲ្យលោកបង្កើត Facebook page នេះហើយនឹងធ្វើការពន្យល់ពលរដ្ឋពីសន្ធិសញ្ញានេះយើងមានលោកសុនស្រនផ្ទាល់ដែលនឹងលោកធ្វើការបកស្រាយអំពីមូលហេតុទាំងនេះបាទជំរាបសួរលោកស្រនបាទលោកសុនស្រនដោយដែលទស្សនិកជនមួយចំនួនគាត់បានតាមដានហើយឃើញថា Facebook page សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសរបស់លោកគឺទទួលបានចំនួនចុច like ក៏ច្រើនហើយសកម្មភាពរបស់លោកនៅលើទំព័រ Facebook page នេះក៏ច្រើនដែរតាក់ទងជាមួយនឹងការពន្យល់អំពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសហើយប្រហែលជាចង់ដឹងពីសាវតារបស់លោកមួយចំនួនហើយអ្វីដែលជំរុញឲ្យលោកបង្កើត Facebook page នេះឡើងបាទអ្វីដែលជាការចាប់ផ្ដើមនៅក្នុងការគិតតាមពិតខ្ញុំជាសកម្មជនសិទ្ធិមនុស្សខ្ញុំធ្វើការងារទៅលើសិទ្ធិមនុស្សតាំងពីឆ្នាំ2002មក2002 2003មករហូតដល់ឆ្នាំ2016ខ្ញុំចាប់ផ្ដើមមើលឃើញការប្រែប្រួលថាកាន់តែធ្វើការងារទៅលើសិទ្ធិមនុស្សកាន់តែក្តៅហើយកាន់តែក្តៅមានការចាប់មន្ត្រីអង្គការសង្គមស៊ីវិលមានការចាប់មន្ត្រីរបស់អង្គការសហប្រជាជាតិដាក់មន្ទីរឃុំឃាំងមានរឿងជាច្រើនរឿងទៀតអំពីការចាប់ដាក់គុកដាក់ច្បាប់ចំពោះអ្នកដែលការពារសិទ្ធិមនុស្សការពារធនធានធម្មជាតិអីជាដើមហើយខ្ញុំចាប់ដើមគិតអំពីវិធីសាស្ត្រថាចោះបើធ្វើជាសកម្មជនសិទ្ធិមនុស្សហើយมันអាចចូលរួមការពារជាតិដោយបែបនឹងបានតើមានរឿងអីកើតឡើងនៅពីខាងក្រោយនឹងអញ្ចឹងពេលដែលខ្ញុំបានទៅរៀនអំពីសិទ្ធិមនុស្សនៅប្រទេសស៊ុយអែតខ្ញុំទៅដល់ប្រទេសស៊ុយអែតហើយបានស្ដាប់អំពីអ្នកនយោបាយរបស់ប្រទេសស៊ុយអែតគេឲ្យអ្នកនយោបាយហើយនិងអ្នកសកម្មជនសិទ្ធិមនុស្សជួបគ្នាហើយអ្នកសកម្មជនសិទ្ធិមនុស្សនៅស៊ុយអែតគេថាបើសិនបើពិតជាចង់ចូលរួមជួយជាតិមែនអ្នកសកម្មជនសិទ្ធិមនុស្សនឹងត្រូវចេះធ្វើនយោបាយបើអត់ចេះធ្វើនយោបាយអ្នកដែលដឹកនាំនយោបាយហ្នឹងហើយដែលឆ្លុះគ្នាហើយយើងសកម្មជនសិទ្ធិមនុស្សចាំតែស្រង់អ្នកដែលទទួលជាជនរងគ្រោះនៃអំពើហិង្សាជាជនរងគ្រោះនៃការធ្វើបាបការកាប់ទម្លាប់ជាដើមអញ្ចឹងខ្ញុំចាប់ដើមធ្វើខ្លួនឯងចោះបើខ្ញុំចង់ចូលរួមធ្វើនយោបាយខ្ញុំធ្វើតាមផ្លូវណាបើសិនបើខ្ញុំអត់ជារឿងផ្ទាល់ខ្លួនខ្ញុំអត់ចូលចិត្តបកទេអត់ចូលចិត្តថាការធ្វើការងារជាបកទៅហៅថាធ្វើនយោបាយទេហើយខ្ញុំគិតថាប្រហែលជាមានច្រកផ្សេងក្នុងការធ្វើនយោបាយអញ្ចឹងខ្ញុំត្រឡប់មកវិញខ្ញុំចាប់ដើមទៅជែកគ្នាជាមួយនឹងមិត្តរួមការងារដទៃទៀតហើយចាប់ដើមគិតថាតើយើងធ្វើយ៉ាងម៉េចទៅអាចចូលរួមធ្វើនយោបាយបានអញ្ចឹងខ្ញុំទៅបារាំងអញ្ចឹងពេលដែលខ្ញុំទៅដល់ប៉ារីសហ្នឹងតាំងពីខ្ញុំទៅនឹងទៅធ្វើរឿងផ្សេងក្នុងនាមជាខ្ញុំទៅតំណាង UNESCO នៅស្រុកខ្មែរទៅជែកគ្នាអំពីសកម្មគេហៅសិទ្ធិមនុស្សនៅស្រុកខ្មែរទេនៅប្រទេសបារាំងហ្នឹងមិនមែនទៅនិយាយរឿងកិច្ចព្រមព្រៀងទេក៏ប៉ុន្តែដល់ពេលទៅជួបខ្មែរនៅបារាំងគាត់ថាអូអានឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាឯកសារដែលអាចបង្កើតទឹកដីខ្មែរបានហើយឯកសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងពេលដែលខ្ញុំទៅដល់បារាំងហ្នឹងអ្នកបារាំងអត់មានទេអ្នកបារាំងក៏អត់មានដែរប៉ុន្តែគាត់ថាកិច្ចព្រមព្រៀងនឹងល្អណាស់កិច្ចព្រមព្រៀងនឹងអាចជួយជាតិមាតុភូមិបានកិច្ចព្រមព្រៀងនឹងឲ្យបង្កើតរដ្ឋធម្មនុញ្ញហើយអត់ដែរដឹងទៀតអត់ដែរដឹងថារដ្ឋធម្មនុញ្ញកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេដល់តែពេលគាត់និយាយអញ្ចឹងត្រឡប់មកដល់ស្រុកខ្មែរវិញចាប់ដើមស្រាវជ្រាវក៏ខ្ញុំចាប់ដើមស្រាវជ្រាវបន្តទៀតទៅបានដល់ website អង្គការសហប្រជាជាតិហ្នឹងដែល website អង្គការសហប្រជាជាតិហ្នឹងគឺមានជា5ភាសាអញ្ចឹងនេះគឺជាដើមហេតុដែលធំជាងគេបានធ្វើឲ្យខ្ញុំចាប់ដើមហើយចុះហេតុអីបានជាខ្ញុំចាប់ដើមយកកិច្ចព្រមព្រៀងមានចំណែក4យ៉ាងដែលសំខាន់ចំណែកទី1ពីព្រោះកិច្ចព្រមព្រៀងនេះហើយដែលធ្វើឲ្យទឹកដីខ្មែរយកបានពីបរទេសឈ្លានពានវិញបានន័យថាបរទេសដែលឈ្លានពានខ្មែរមុន$23.91ណាគឺគ្រប់គ្រងខ្មែរស្ទើរតែ90% 80% ទៅហើយអញ្ចឹងកិច្ចព្រមព្រៀងនេះគឺជាឯកសារតែមួយគត់ដែលធ្វើឲ្យចិនធ្វើឲ្យយួនធ្វើឲ្យអាមេរិកធ្វើឲ្យសៀមធ្វើឲ្យបារាំងបរទេសដែលធ្លាប់ធ្វើអាណានិគមផ្ទាល់នឹងប្រយោលលើកបន្ទប់មេដឹកនាំខ្មែរផ្ដល់ជំនួយយោធាជំនួយសេដ្ឋកិច្ចជំនួយនយោបាយចារកិច្ចដល់ទឹកដីខ្មែរគឺពួកគេសន្យាថាដកចេញទាំងអស់នៅពេលដែលមហាអំណាចចិនមហាអំណាចអាមេរិកមហាអំណាចបារាំងមហាអំណាចរុស្ស៊ីសូវៀតពេលនោះព្រមដកចេញហើយយួនសៀមឡាវដែលនៅជុំខ្មែរជុំវិញខ្មែរឈប់ផ្ដល់ទឹកដីឬក៏ឈប់ឲ្យបរទេសណាផ្ដល់ជំនួយមកដល់ខ្មែរយើងដឹងថាណែនេះខ្មែររស់អញ្ចឹងចំណុចធំជាងគេកិច្ចព្រមព្រៀងនឹងគឺជាឯកសារមួយបង្កើតទឹកដីខ្មែរបង្កើតទឹកដីខ្មែរវិញបង្កើតឯករាជ្យសន្តិសុខសន្តិភាពបង្កើតឯកភាពជាតិធ្វើឲ្យខ្មែរត្រូវរូវគ្នាខ្មែរទាំង4ភាគីត្រូវរូវគ្នារំសាយកងទ័ពចំណុចទី2ដ៏សំខាន់គឺបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យឯកសារនេះគឺជាឯកសារយោងដ៏សំខាន់របៀបបង្កើតគណៈបកនយោបាយបែបណាមិនឲ្យនៅខាងក្រោមនិន្នាការបរទេសកុំឲ្យនៅខាងក្រោមយួនចិនអាមេរិកឬក៏សូវៀតឬក៏បរទេសនានាជាឯកសារក្បួនហ្នឹងគឺទំព័រ202ឧបសម្ព័ន្ធ3គេសរសេរក្បួនក្នុងការបង្កើតគណៈបកនយោបាយដែលធ្វើឲ្យខ្មែររស់ខ្មែរលែងស្លាប់ហើយឧបសម្ព័ន្ធ5ទំព័រ207សរសេរអំពីក្បួននៃការសរសេររដ្ឋធម្មនុញ្ញថារដ្ឋធម្មនុញ្ញសរសេរអញ្ចឹងបានខ្មែរអត់នៅក្រោមបរទេស
រដ្ឋធម្មនុញ្ញទៅសេអញ្ចឹងមានតុលាការឯករាជ្យត្រូវតែមាននីតិរដ្ឋប្រទេសនឹងត្រូវតែមានដឹកនាំតាមបែបសភានីតិបញ្ញត្តិពីគោលការណ៍2ភាគ3មិនមែន50%បូក1ត្រូវតែជាប្រទេសដែលដឹកនាំគោរពសិទ្ធិមនុស្សគឺការពារនិងផ្សព្វផ្សាយសិទ្ធិមនុស្សហើយចុះសេចក្ដីបានចំពោះកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយណាដែលតាក់ទងនឹងសិទ្ធិមនុស្សដូចជាកិច្ចព្រមព្រៀងកតិកាសញ្ញាអន្តរជាតិអីពីសិទ្ធិពលរដ្ឋសិទ្ធិនយោបាយសិទ្ធិសេដ្ឋកិច្ចសិទ្ធិសង្គមវប្បធម៌អញ្ចឹងឯកសារនេះជាឯកសារបង្កើតរបបប្រជាធិបតេយ្យចំណុចទី3ដែលសំខាន់រឹតតែសំខាន់គឺគេនិយាយថាបើសិនបើមានបរទេសណាមកឈ្លានពានខ្មែរថាជាថ្មីមកដាក់កងទ័ពនៅទឹកដីខ្មែរមកឈ្លានពានខ្មែរមកបំផ្លាញឯកភាពជាតិគឺគេឲ្យយើងប្តឹងតាមរយៈមាត្រាទី5ទំព័រ273ទំព័រ274គេទៅឲ្យក្បួនថាយើងអាចប្តឹងទៅតុលាការអន្តរជាតិក៏បានក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិក៏បានប្រើធម្មនុញ្ញអង្គការសហជាតិក៏បានឲ្យបារាំងឥណ្ឌូនេស៊ីជាសហប្រធានរៀបចំទៅមកជួយដោះស្រាយក៏បានវាជាឯកសារមួយពិសេសមែនទែនពីព្រោះនៅលើពិភពលោកប្រទេសណាក៏គេអាចមានការឈ្លានពានដែរប៉ុន្តែយើងត្រូវប្តឹងខ្លួនឯងនេះគេអត់និយាយចឹងទេគេនិយាយថាបើមាននរណាហ៊ានមកធ្វើបាបខ្មែរទី1ខ្មែរអាចប្តឹងខ្លួនឯងទី2ភាគីហត្ថលេខីក្នុងកិច្ចព្រមព្រៀងនឹងជួយប្តឹងខ្មែរទី3មានវិធីសាស្ត្រផ្សេងៗដូចជាសហភាពបារាំងឥណ្ឌូនេស៊ីត្រូវជួយចាត់វិធានការឬក៏ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមហាអំណាចទាំង5ត្រូវចាត់វិធានការខ្លួនឯងអញ្ចឹងវាជាចំណែកដ៏សំខាន់ហើយនឹងកលឹះទី4ចុងក្រោយគឺការស្ដារកសាងកម្ពុជាឡើងវិញគេទៅសេក្នុងកិច្ចព្រមព្រៀងនេះមិនឲ្យខ្មែរខ្ចីលុយបរទេសដើម្បីមកអភិវឌ្ឍជាតិទេពីព្រោះគេបានដឹងទុករបស់ខ្មែរពីមុនពេលដែលយើងខ្ចីគេខ្មែរភាគីខ្មែរម្ខាងខ្ចីយួនចូលតែយួនភាគីខ្មែរម្ខាងខ្ចីចិនចូលតែចិនភាគីខ្មែរម្ខាងខ្ចីអាមេរិកចូលតែអាមេរិកហើយខ្មែរហែកគ្នាដោយសារតែខ្ចីបរទេសក្នុងនេះគេទៅច្បាស់ណាស់ថាកុំឲ្យខ្ចីតែខ្ចីគឺខ្មែរស្លាប់ហើយរាល់ការស្ដារកសាងនេះគេឲ្យយើងឲ្យបរទេសដែលមកស្ដារកសាងដាច់ខាតកុំឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ខ្មែរចំណុចទី3ទំព័រ292ហ្នឹងគេទៅសេក្បួននៅក្នុងការបើមកអភិវឌ្ឍខ្មែរដាច់ខាតកុំមកឆ្លៀនពៀនទន្ទ្រានឯករាជ្យអធិបតេយ្យរបស់ខ្មែរអសោះបាទដោយសារមូលហេតុទាំងអស់នេះហើយទើបជំរុញឲ្យលោកបង្កើត Facebook Page សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនេះឡើងតើលោកធ្វើបង្កើតប្រហែលឆ្នាំហើយក្រុងនឹងបន្តរហូតដល់ពេលណាបើគិតជាថ្ងៃគឺ1163ថ្ងៃហើយថ្ងៃដែលខ្ញុំកំពុងនិយាយនេះ1163ថ្ងៃហើយអញ្ចឹងបើនិយាយពីការផ្សាយកិច្ចព្រមព្រៀងនេះគោលដៅមួយវែងអំបញ្ញមិញហេតុដែលធ្វើឲ្យយកកិច្ចព្រមព្រៀងប៉ុន្តែនិយាយពីគោលដៅវិញគោលដៅនឹងវែងឆ្ងាយណាស់គោលដៅនេះខ្ញុំធ្វើមានកម្រោងធ្វើ7000ថ្ងៃឥឡូវបាន1163ថ្ងៃនៅសល់ជាង5000ថ្ងៃទៀតហើយចុះជាង5000ថ្ងៃហ្នឹងធ្វើស្អីតែ5000ថ្ងៃហ្នឹងគឺធ្វើការផ្សាយធ្វើការចែករំលែកធ្វើមិនឲ្យយើងចាប់ទេដូចថ្ងៃហ្នឹងអញ្ចឹងចាប់ដើមមានអ្នកសួរចាប់ដើមមានអ្នកខ្វាយខ្វល់ចាប់ដើមមានអ្នកគិតនៅពេលដែលមនុស្សខ្មែរចាប់ដើមគិតកាន់តែច្រើនគោលដៅរបស់យើងគឺអីពូជសាសន៍នេះជាពូជសាសន៍ត្រូវយកច្បាប់មកការពារជាតិយើងប្រើកម្លាំងបាយដេញបរទេសមិនចាញ់ទេយើងពឹងអាមេរិកដេញយួនក៏អត់ចាញ់យើងពឹងយួនដេញអាមេរិកក៏អត់ចាញ់យើងពឹងយួននិងអាមេរិករួមគ្នាបាយយួនខាងជើងនិងចិននៅទសវត្សរ៍70ក៏អត់ចាញ់យើងពឹងសូវៀតយួននៅទសវត្សរ៍80ដើម្បីដេញចិនអាមេរិកក៏អត់ចាញ់ទីបំផុតខ្មែរត្រូវទៅវិនិច្ឆ័យអញ្ចឹងវិធីសាស្ត្រដែលត្រូវតែឲ្យពូជសាសន៍នេះជាពូជសាសន៍មួយដែលយកច្បាប់ជាគោលគឺជាចំណុចដ៏ចាប់ផ្ដើមដ៏សំខាន់បំផុតទី2 7000ថ្ងៃនេះមិនមែនត្រឹមតែឲ្យពលរដ្ឋខ្មែរចាប់ដើមសិក្សាឆ្វេងយល់អំពីច្បាប់ចេះច្បាប់ទេក៏ប៉ុន្តែត្រូវចេះទាមទារវាជាក្បួនទាមទារថាខ្មែរប្រើហិង្សាមិនបានខ្មែរត្រូវតែមានសិលធម៌មានសមាធិនិងបញ្ញាការយក7000ថ្ងៃនេះដើម្បីឲ្យបង្រៀនជនរួមជាតិជនរួមភាសាហ្នឹងឲ្យយល់អំពីនេះប្រសិនបើយើងជេរតើសល់អីបើមិនបើយើងវាយកាប់សម្រាប់គ្នាតើសល់អីអញ្ចឹងការដែលយើងយកច្បាប់យកមកធ្វើជាដោះស្រាយជារឿងមួយហើយប៉ុន្តែបើយើងចេះច្បាប់មែនប៉ុន្តែមួយថ្ងៃដើរទៅជេរគេហ្នឹងអញ្ចឹងគេមិនមែនចាប់យើងដាក់គុកដោយសារយើងចេះច្បាប់ទេគេចាប់យើងដាក់គុកព្រោះយើងជេរគេអញ្ចឹងបានជាចលនាគណៈបកនយោបាយខេត្តតែឃើញតែជួបទាស់ទេគ្នាដោយសារអីមិនមែនដោយសារតែគាត់ស្រឡាញ់ជាតិទេដោយសារតែគាត់ជេរគ្នាតើគាត់ចោតប្រកាន់គ្នាគាត់ម៉ៃគ្នាគាត់ថានេះអាយ៉ងយួនអានេះក្បត់ជាតិបំរើអាមេរិកគាត់ធ្វើរឿងហ្នឹងតើគាត់អត់មានជួបគ្នារឿងច្បាប់ទេគាត់ជួបគ្នារឿងហ្នឹងកាលពីពេលកន្លងទៅក្នុងពេលដែលលោកកំពុងតែថតផ្សាយមានការខាត់ខ្លួនពីសំណាក់អាជ្ញាធរខេត្តតាកែវក្នុងពេលហ្នឹងតើលោកមានអារម្មណ៍ភ័យខ្លាចទេកត្តា3ដែលធ្វើឲ្យពួកខ្ញុំទាំង7នាក់អត់ភ័យខ្លាចកត្តាទី1បើមន្ត្រីអនុវត្តច្បាប់ចាប់អ្នកនិយាយច្បាប់ដាក់គុកតើមន្ត្រីហ្នឹងជាមន្ត្រីអីដូច្នេះអាការជឿជាក់លើខ្លួនឯងហ្នឹងថាប្រសិនបើអ្នកអនុវត្តច្បាប់ចាប់អ្នកនិយាយច្បាប់ដាក់គុកនរណាក៏ដឹងដែរមិនចាំបាច់ខ្ញុំប្រាប់ទេគេថតវីដេអូនឹងទុកឲ្យឬក៏អ្នកកសែតទេសួរចវាយខេតតកែទៅទេសួរអភិបាលរងទេសួរចវាយស្រុកទៅសួរហេតុអីបានអ្នកឯងចាប់ពួកស្រូនចាប់ពួកព្រោះពួកហ្នឹងនិយាយរឿងច្បាប់ឬអាហ្នឹងគឺស្មើនឹងចាស់ខ្លួនឯងហើយទី1ទី2ដោយសារតែពួកខ្ញុំជឿថាពលរដ្ឋក៏អាចស្រឡាញ់ជាតិបានដែរអភិបាលខេតអភិបាលរងខេតគាត់អត់ជឿទេនៅពេលដែលគាត់ខាត់ខ្លួនពួកខ្ញុំ7នាក់8ម៉ោងតាំងពីម៉ោង8:20នាទីរហូតដល់ម៉ោង4ជាងគាត់ប្រឡែងមកវិញ
គាត់ជឿថាពួកខ្ញុំនឹងធ្វើការងាររឿងទាំងអស់ហ្នឹងដោយខ្លួនឯងទេមានគេរៀបចំអីចឹងគាត់ត្រូវការពេល8ម៉ោងដើម្បីស្រាវជ្រាវថាតើពួកខ្ញុំអញ្ចឹងមែនអត់ដល់ពេលគាត់រកឃើញថាពួកខ្ញុំអត់បានមាននរណារៀបចំទេដូច្នេះពួកយើងបានដឹងអញ្ចឹងថាបើពលរដ្ឋស្រឡាញ់ច្បាប់ស្រឡាញ់ជាតិដល់យកច្បាប់ជាគោលហើយវាខុសតើពលរដ្ឋគួរធ្វើអីទៀតអញ្ចឹងនេះគឺជាការជឿជាក់ទី2ការជឿជាក់ទី3ពេលដែលអាជ្ញាធរចាប់ពួកយើងទៅខាត់ខ្លួនពួកខ្ញុំពួកគាត់មិនបានប្រើអំពើហិង្សាទេក៏អត់បានប្រើអំពើហិង្សាបើទោះបីជាមានមាត់ពាក្យធំតូចនៅពេលហ្នឹងប៉ុន្តែពួកខ្ញុំបានរក្សាសិល5ទៅហើយបានន័យថាគាត់ថាអីគាត់ថាគាត់ជេរទៅពួកខ្ញុំនៅតែអង្គុយស្ដាប់ហើយនៅឆ្លើយសំណួរធម្មតាអញ្ចឹងសិលសមាធិបញ្ញាពេលហ្នឹងប្រើបានល្អណាស់ទៅថ្ងៃមុខទៀតលោកមានការបារម្ភទេថានឹងអាចមានការខាត់ខ្លួនទៀតដោយសារតែការសកម្មភាពការងាររបស់លោកបើនិយាយអំពីរឿងស្អីក៏ដោយនៅលើពិភពលោកស្អីក៏មានឧបសគ្គដែរកុំថាឡើយទៅមកចូលរួមការពារជាតិដេកតែផ្ទះហ្នឹងក៏អាចស្លាប់ដែរហូបអាហារមិនស្រួលហ្នឹងក៏អាចរាកដែរដូច្នេះកុំគិតហានិភ័យច្រើនពេកអ្វីដែលយើងគិតគឺគោលដៅរបស់យើងដែលខ្ញុំនិយាយខាងដើមពួកយើងអត់បដូរគោលដៅទេហើយការដែលគេនឹងចាប់ឬក៏គេនឹងធ្វើអ្វីមួយដាក់ពួកខ្ញុំរឿងហ្នឹងពួកខ្ញុំអត់ដែរគិតទេដូចខ្ញុំបញ្ជាក់នៅហេតុផល4ខាងដើមដែលពេលដែលអាជ្ញាធរខេត្តតាកែវខាត់ខ្លួនពួកខ្ញុំអញ្ចឹងពួកយើងនៅតែបន្តបេសកកម្មនឹងបែបហ្នឹងដែរហើយនិយាយពីគោលដៅដែលខ្ញុំបាននិយាយខាងដើមដូចគ្នាគោលដៅនឹងបែបហ្នឹងបើសិនបើធ្វើគោលដៅបែបហ្នឹងហើយនៅតែខុសទៀតតើយើងធ្វើជាជនជាតិខ្មែរមួយយ៉ាងម៉េចជនជាតិខ្មែរមួយដែលមិនចេះច្បាប់ជាតិជនជាតិខ្មែរមួយដែលមិនអាចចូលរួមជួយជាតិបានយើងចាំឲ្យទារកទៅបង្កើតថ្ងៃហ្នឹងមកការពារជាតិយ៉ាងម៉េចយើងចាំឲ្យបុគ្គលដែលមួយថ្ងៃរកស៊ីចិញ្ចឹមតែកាពះរកតែពេលវេលាមកជួយជាតិមិនកើតយ៉ាងម៉េចដូច្នេះយើងមិនមែនតែអង្គុយចាំគេទេយើងត្រូវបន្តធ្វើហើយអាចមានហានិភ័យដ៏អាក្រក់កើតឡើងនៅថ្ងៃណាមួយពីព្រោះការស្រឡាញ់ជាតិទាំងអស់មិនមែនសុទ្ធតែបានស្រួលទេព្រោះតាមពិតចង់និយាយថាគេមិនមានបំណងចង់ធ្វើបាបយើងឡើយប៉ុន្តែធម្មតាតែយើងនិយាយអីទៅវាប៉ះគេប្រកាសជាមានរឿងកើតឡើងហើយប៉ុន្តែដូចខ្ញុំបញ្ជាក់ចឹងថាមិនមែនរឿងហ្នឹងធ្វើឲ្យពួកខ្ញុំជោគធ្វើទេមិនត្រឹមតែមិនជោគទេដោយអាជ្ញាធរខេត្តតាកែវចាប់ពួកខ្ញុំថ្ងៃ23ខែកញ្ញាខែមុនហ្នឹងចឹងពេលដែលចាប់ហើយស្អែកប្រឡែងងាយហ្នឹងខ្ញុំនៅ live បន្តទៀតស្អែកឡើងនៅ live ទៀតហើយ live រហូតដល់ឥឡូវខ្ញុំផ្សាយរហូតតែលោកសង្ឃឹមយ៉ាងណាអំពីលទ្ធផលនៃការងារទាំង7000ដែលលោកមានកម្រងទាំង7000ថ្ងៃរបស់លោកសង្ឃឹម3សង្ឃឹមទី1មុននឹងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជនជាតិខ្មែរជនដែលនិយាយភាសាខ្មែរមុន91គាត់បង្ហូរឈាមបង្ហូរទឹកភ្នែកនិងញើសរបស់គាត់ក្រាលជាង3លាននាក់ដើម្បីបង្កើតអសរនេះរឿងអីដែលគាត់អត់មានកិច្ចព្រមព្រៀងផងគាត់ខំប្រឹងយកឈាមរបស់គាត់យកអាយុជីវិតរបស់គាត់វល់លៀនឲ្យសិតជាសាស្ត្រាចារ្យថាគ្រូមើលគេយកសម្លាប់មើលគេយកសម្លាប់3ឆ្នាំ8ខែ20ថ្ងៃមើលសិតតែយកអ្នកប្រាជ្ញអ្នកចេះដឹងមនុស្សខ្មែរដែលមានគំនិតស្នេហាជាតិគេយកទៅសម្លាប់មុនគេអញ្ចឹងអសរនេះជាអសរដែលកើតចេញពីញើសឈាមទឹកភ្នែកខ្មែរមុន91អញ្ចឹងពួកគាត់អត់មានអីផងគាត់យកជីវិតគាត់មកបង្កើតអសររឿងអីដែលយើងអស់សង្ឃឹមដែលយើងមានអីគាត់អត់មានអីគាត់បង្កើតអីឥឡូវយើងមានអីគឺយើងមានច្បាប់នេះដែលសកលលោកទាំងមូលចុះហត្ថលេខាដែលមានហត្ថលេខានៅខាងក្រោយនេះមានតាំងពីអាមេរិកបារាំងចក្រភពអង់គ្លេសចិនសហភាពសូវៀតរុស្ស៊ីបច្ចុប្បន្នមហាអំណាចទាំង5ហើយមានជប៉ុនអូស្ត្រាលីឥណ្ឌាកាណាដាអាល្លឺម៉ង់ប៉ូឡូញហូឡង់ម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនសិង្ហបុរីប្រ៊ុយណេយួនសៀមឡាវអាស៊ានទាំង8មហាអំណាចជប៉ុនអូស្ត្រាលីឥណ្ឌាកាណាដាសិទ្ធិមហាអំណាចទាំងអស់ជាប់លេខាដូច្នេះគឺជារឿងមួយដែលត្រូវតែមានសង្ឃឹមព្រោះមានសង្ឃឹមជាងបងប្អូនដែលបានបូជាជីវិតដើម្បីយើងចំណុចទី2ដែលត្រូវមានសង្ឃឹមគឺប្រព័ន្ធបច្ចេកវិទ្យាដូចថ្ងៃហ្នឹងអញ្ចឹងមានវីដេអូមានជា Facebook អញ្ចឹងយើងមាន technology យើងនៅកន្លែងផ្សេងគ្នាយើងនៅប្រទេសផ្សេងគ្នាយើងមានសញ្ជាតិផ្សេងគ្នារបស់អ្នកខ្លះនៅបារាំងអ្នកខ្លះនៅអូស្ត្រាលីប៉ុន្តែយើងភ្ជាប់ទំនាក់ទំនងគ្នាយើងមានភ្នែកទឹកតិចទឹកដែលយើងអាចពីមុនខ្មែរអត់ទេតែជែកគ្នាបែបនេះទេមានតែលាក់គ្នាឥឡូវមានអីបើមិនហ៊ាននិយាយផ្ទាល់ជាមួយគេក៏ផ្ញើសារទៅគេដែរអញ្ចឹងការដែលយើងមានប្រព័ន្ធទំនាក់ទំនងបែបនេះគឺយើងអាចធ្វើឲ្យខ្មែរចងគ្នាជាបាច់បានហើយខ្មែរលើខ្មែរក្រោមខ្មែរជនជាតិដើមភាគតិចក៏អាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែរដូច្នេះយើងមិនត្រូវអស់សង្ឃឹមទេទី3នៅក្នុងការធ្វើការងារនៅក្នុងសង្គមអ្វីដែលជាការមានសង្ឃឹមគឺពួកខ្ញុំជឿទៅលើការពិតហ្នឹងគឺមានតែច្បាប់ជាតិទេដែលជាការពិតបើមិនបើយើងជឿបុគ្គលអាចក្បត់តែជឿច្បាប់អត់ចេះក្បត់យើងទេអញ្ចឹងបើយើងយកច្បាប់ជាគោលទៅហើយនរណាក្បត់ច្បាប់អ្នកនឹងក្បត់ជាតិហើយពីព្រោះច្បាប់យកមកដឹកនាំជាតិទី2សិលសមាធិបញ្ញាជាគំនិតសកលអ្នកឯងមានសិល5អត់ជេរគេមានសុខហើយអ្នកអាចទៅសម្រាប់គេបានសុខហើយអ្នកឯងអត់ទៅលួចឆក់ប្លន់អត់ទៅលួចគេយើងបានសុខហើយអញ្ចឹងមានសិល5ហើយប្រើបញ្ញាទៀតគេធ្វើឲ្យខឹងគេធ្វើឲ្យខូចចិត្តខកចិត្តមួមកហើយយើងគ្រប់គ្រងចិត្តទៅអញ្ចឹងនេះគឺជាឧបករណ៍ដែលពួកខ្ញុំប្រើកន្លងមកនៅក្នុងការមានសង្ឃឹមព្រោះពួកយើងបានជឿថាបុព្វបុរសមិនមែនអត់ហេតុទេដែលគាត់យកសិលសមាធិបញ្ញាយកព្រះពុទ្ធសាសនាយកមកធ្វើជាគោលក្នុងការចូលរួមដឹកនាំជាតិអរគុណបាទប្រិមិត្តដោយដែលលោកនាងបានទស្សនារួចមកហើយគោលបំណងនៃការបង្កើត Facebook page កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរបស់លោកស៊ុនស្រនគឺដោយសារតែលោកឃើញពីតម្លៃនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ$23ដែលកិច្ចព្រមព្រៀងនេះគឺមានសមត្ថភាពអាចជួយដោះស្រាយបញ្ហានយោបាយបញ្ហាសង្គមនិងសេដ្ឋកិច្ចរបស់កម្ពុជាបានហើយការបង្កើត Facebook page នេះគឺក្នុងគោលបំណងដើម្បីជំរុញឲ្យខ្មែរបានយល់ដឹងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏ដូចជាជំរុញឲ្យពលរដ្ឋខ្មែរយល់អំពីច្បាប់លើពីនេះទៀតលោកមានបំណងក្នុងការបង្កើតនេះគឺក្នុងការបញ្ចុះផ្សព្វផ្សាយនេះរហូតដល់7000ថ្ងៃដែលរហូតមកដល់ពេលនេះគឺបានជាង1160ថ្ងៃជាងហើយដែលលោកនឹងបន្តការងារនេះរហូតដល់គ្រប់ហើយសូមអរគុណលោកស៊ុនស្រនដែលបានធ្វើជាវាគ្មិនយើងនៅថ្ងៃនេះបាទសូមអរគុណសូមជម្រាបលា